សួស្តីបងប្អូនប្រិយមិត្តដែលពេញនិយមលេង eFootball ទាំងអស់គ្នាហ្នឹងហើយហ្នឹងគឺខ្ញុំនឹងបង្ហាញអំពីរបៀបនៃការបូក Mbappé កាតមួយនេះកាតមួយហ្នឹងតើយើងបូកបែបណាដើម្បីល្អដើម្បីលេងល្អប្រយុទ្ធស្រួលអញ្ចឹងណាអ្នកគ្នាខ្ញុំនឹងបញ្យល់ប្រាប់អ្នកគ្នាបានបូកក្បាយសម្រាប់ Mbappé នេះដែរគឺសម្រាប់អ្នកដែលអូសរ៉េងគឺនៅតែល្អសម្រាប់ Mbappé ហ្នឹងហើយអ្នកគ្នានៅតែអាចលេងរ៉េងបាន Mbappé ហ្នឹងតែល្អសម្រាប់ពេល style របស់ Mbappé ហ្នឹងគឺការបញ្ចប់ទី goal position លក្ខណៈថាជាអ្នកបញ្ចប់ទីចាំបញ្ចប់ទីណាគ្នាហ្នឹងឥឡូវយើងក៏លេខទៅមើលការបូកតើយើងបូក progression បែបណាដើម្បីបាន rating ល្អហើយលេងឲ្យ Mbappé ហ្នឹងលេងកាន់តែល្អអូខេសម្រាប់ការបញ្ចប់ទីខ្ញុំបូក7 point បន្ទាប់មកការញាក់បាល់ការទប់បាល់ការគ្រងបាល់ឲ្យបានល្អគឺ4 acceleration ការប្រយុទ្ធស្រួចរត់កាត់ល្អប្រយុទ្ធល្អបូក10បន្ទាប់មកខ្ញុំបូកស្បែកជើងរត់លឿនហ្នឹងហើយវាអត់សូវអស់ឈាមអត់សូវហត់8 physical contact នេះគឺ4ហ្នឹងហើយគ្នាហ្នឹងហើយ physical contact 4ណានេះគឺជាការបូករបស់ខ្ញុំអ្នកគ្នាអាចមើលបានគឺខ្ញុំបូកការបញ្ចប់ទី7បូកការញាក់បាល់គ្រប់គ្រងបាល់4និងការប្រយុទ្ធស្រួច10ស្បែកជើងនឹងមិនសូវលេងអត់សូវហត់8ហើយបន្ទាប់មក physical contact ការប៉ិតពេងឲ្យល្អ4ហ្នឹងហើយអ្នកគ្នាអាចមើលបានសម្រាប់ rating វិញគឺ rating 101ហើយ attacking awareness អាចទទួលយកបានប៉ុណ្ណឹងគឺល្អអ្នកគ្នាបន្ទាប់មកការបញ្ចប់ទីគឺ93 rating នៅតែអែមអ្នកគ្នាកាត់មួយហ្នឹងអែមអ្នកគ្នាសម្រាប់ speed គឺ95ទទួលយកបាន acceleration 96នៅតែអែម balance 89ល្អហើយការហ្នឹងអ្នកគ្នាសម្រាប់ការហ្នឹងគឺនៅតែលេង rank បាន rating អ្នកគ្នាដាក់គ្រូមួយមកគឺឡើងដល់101ដូចខ្ញុំដែរអ្នកគ្នាហើយវីដេអូរបៀបនៃការបូក Mbappé បានល្អមានតែប៉ុណ្្នឹងទេបើសិនជាអ្នកនេះពេញចិត្តកុំភ្លេចជួយ subscribe ចុច like ចុចសញ្ញារូបកណ្ដឹងឲ្យអ្នកផងអ្នកគ្នាអរគុណច្រើនអ្នកគ្នាជួបខ្ញុំនៅវីដេអូក្រោយទៀតបាយបាយ